សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងអូតូនិយមស្តីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី2 ខែមេសា ឆ្នាំ 2026 របបខ្យល់មូសុងអេសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី2 ដល់ថ្ងៃទី4 ខែមេសា ឆ្នាំ 2026 នៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា 24 អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា 36 អង្សាសេ ខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាមានល្បឿនមធ្យម 2 ម៉ែត្រក្នុង1វិនាទី មានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្ដាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ ដែលឡែកនៅតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា 25 អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា 36 អង្សាសេ ខ្យល់បក់មកពីទិសឧត្តរនិងទិសឦសាន មានល្បឿនមធ្យម 2 ម៉ែត្រក្នុង1វិនាទី មានខេត្តបន្ទាយមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ រីឯនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអបបរមា 24 អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា 35 អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម 2 ម៉ែត្រក្នុង1វិនាទី មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ រលកសមុទ្រមានកម្ពស់មធ្យមអបបរមាកន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា 1 ម៉ែត្រ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន។